ទាំងគ្នាដែលឆ្លាញ់វិស័យ smartphone ទាំងអស់គ្នាបងប្អូនណាសម្រាប់ទូរស័ព្ទនៅក្នុងដៃខ្ញុំកាន់នេះគឺជា Pura 80 Ultra បងប្អូនណា Pura 80 Ultra នេះវាចេញមួយឆ្នាំបងប្អូនណាចេញមួយឆ្នាំហើយប៉ុន្តែតាក់ទងជាមួយនឹងសមត្ថភាពនៃការប្រើប្រាស់ទូទៅបាទគឺនៅតែល្អនៅតែ smooth នៅតែរលូនតាក់ទងជាមួយនឹងកាមេរ៉ាបាទតាក់ទងជាមួយនឹងកាមេរ៉ាទៅលើ Pura 80 Ultra នេះបងប្អូនដឹងហើយថាសមត្ថភាពរបស់វានៃការថតរូបគឺល្អមែនទែនខ្ញុំឆ្លាញ់ទី1គឺ periscope បាទគេហៅថា 10x optical zoom នេះបាទតាក់ទង 10x optical zoom នេះគឺវាល្អមែនទែនបងប្អូនណាដោយសារវាមាន lens 2 គ្រាប់បងប្អូនណាប៉ុន្តែវាស្ថិតនៅលើ sensor តែមួយបាទ lens 2ស្ថិតនៅលើ sensor តែមួយនៅពេលដែលយើងថតទៅដល់ 10x optical zoom គឺវាឆ្លាស់ lens បងប្អូនណាគឺវាឆ្លាស់ lens បាទឆ្លាស់ lens ប៉ុន្តែការឆ្លាស់ lens របស់វាគឺល្អមែនទែនហើយ smooth ទៀតបងប្អូនណា smooth ទៀតខ្ញុំឆ្លាញ់ទៅលើការ design របស់វារាងមូលបាទរាងមូលចេះតិចក្តោបកាន់គឺមានភាពងាយស្រួលមែនទែនបាទការក្តោបកាន់ទៅលើ Pura 80 Ultra នេះគឺការក្តោបកាន់គឺមានភាពងាយស្រួលមិនឈឺដៃបងប្អូនណាមិនឈឺដៃឥឡូវទោះជាវាមានគំនាបពីសហរដ្ឋអាមេរិកទៅលើពាក់ព័ន្ធជាមួយនឹងប្រព័ន្ធប្រតិបត្តិការយ៉ាងណាក៏ដោយប៉ុន្តែទៅលើ Pura 80 Ultra នេះគឺវានៅតែល្អប្រើបងប្អូនណានៅតែល្អប្រើការប្រើប្រាស់គឺរលូនមិនថា Facebook YouTube TikTok អីទេគឺការប្រើប្រាស់គឺអាចប្រើបានបងប្អូនណាវាអាចប្រើជាមួយនឹង search គេថា third party លក្ខណៈថា app ទី3ដូចជា Gbox ដើម្បីជំនួយទៅដល់ក្នុងការប្រើប្រាស់បាទនិយាយចំគឺល្អបងប្អូនណានេះបើសិនបើក្រុមហ៊ុនផ្សេងដែលគំនាបពីអាមេរិកខ្ញុំគិតថាអាចនឹងដួលឬក៏អាចនឹងឃ្លីងឃ្លងច្រើនណាបងប្អូនណាប៉ុន្តែសម្រាប់ Huawei នេះគឺអត់អីទេគឺអត់ងាយឃ្លីងឃ្លងអត់ងាយដួលទេបងប្អូនណាហើយសម្រាប់បងប្អូនដែលគាត់គិតថាពិបាកក្នុងការប្រើប្រាស់ខ្ញុំទទួលស្គាល់ថាពិបាកក្នុងការប្រើប្រាស់មែនប៉ុន្តែបើសិនបើបងប្អូនយកចិត្តទុកដាក់នៅក្នុងការប្រើវាបន្តិចបាទប្រើវាបន្តិចគឺបងប្អូននឹងយល់ថាវានឹងល្អប្រើមែនទែនហើយទាំងសមត្ថភាពបាទទាំងកម្លាំងម៉ាស៊ីនគឺវាល្អខ្លាំងបងប្អូនចាំមើលខ្ញុំតិចខ្ញុំនឹងតេស្តសមត្ថភាពកាមេរ៉ាតិចជូនបងប្អូនបាទអរគុណឥឡូវមកសាកជាមួយនឹងកាមេរ៉ា Pura 80 Ultra មើលបងប្អូនវ៉ាវ color គ្រាន់តែមើលតែលើអេក្រង់ប៉ុណ្ណេះញាក់សាច់ color អស់ទាស់ឥឡូវ 3.7 គុណបងប្អូនណាឥឡូវចូល 10x optical zoom មួយវ៉ាវញាក់សាច់កប់សេរីមែនទេបងប្អូនណាឥឡូវខ្ញុំចូលមកមើលជាមួយនឹង app របស់វាអូវាឲ្យ update ទៀតបាទឲ្យ update ទៀតយើងអត់តន់ update ទេអត់មានអ៊ីនធឺណិតបាទអត់ដាក់អ៊ីនធឺណិតវ៉ាវ color ស្អាតមែនទេណាបងប្អូន color ចេញមកឲ្យ detail ស្អាតមកខ្ញុំស្រឡាញ់ color ចេញដែលថតចេញពី Pura 80 Ultra នេះមែនទេឥឡូវនេះ 3.7x បាទឥឡូវបន្តទៅមុខទៀតទៅយើងទៅថតជាមួយនឹងផ្កាខាងមុខបងប្អូននេះផ្កាខាងមុខនេះខ្ញុំឈរនៅឆ្ងាយឥឡូវខ្ញុំដាក់10បងប្អូនឃើញទេ 10x optical zoom គឺវាឆ្លាស់លែនណាចុចភ្លាមគឺវាអូតូឆ្លាស់ភ្លាមបងប្អូននេះវានៅឆ្ងាយវិញហ្នឹងណាប៉ុន្តែសម្រាប់រូបភាពដែលថតចេញពី 10x optical zoom គឺញាក់សាច់បងប្អូនណែ color របស់វាអូស្អាតមែនទែនបងប្អូនឲ្យ portrait ឆ្កៀលមកគឺឲ្យ detail ល្អមែនទែនបាទបងប្អូនមើលទៅផ្កានៅឆ្ងាយពីកន្លែងខ្ញុំមែនទែនណាអញ្ចឹងខ្ញុំថតដាក់10គុណគឺថតមកគឺឲ្យ detail ល្អឥឡូវខ្ញុំមកសាកជាមួយនឹងផ្កានេះមួយទៀតខ្ញុំថតគៀកឲ្យតិចបងប្អូនណាថតគៀកតិចថត1គុណឥឡូវខ្ញុំចូលទៅដល់2គុណ 3.7 គុណបងប្អូនចូល 10x បាទថតកាន់តែគៀកមែនទែនបាទឥឡូវ 10x ហើយឥឡូវខ្ញុំសាកទៅបន្តទៅទៀតបាទសាកបន្តទៅទៀតឥឡូវសាកបន្តទៅទៀតនេះគឺ100គុណបងប្អូនណាអូញ័រដៃតិចបងប្អូនណាញ័រដៃតិចបាទបងប្អូនមើលចាក់ស្ដែងជាមួយនឹងគុណភាពបាទ100គុណហើយនេះគឺ 10x optical zoom បាទ color គឺឲ្យ detail ល្អមែនតើបងប្អូនអូច្បាស់ណាស់គឺបែបធម្មជាតិគឺវាអត់ឲ្យ color លើសទេបងប្អូននេះ 3.7x បាទ color គឺវាឲ្យល្អអានេះ 2x បងប្អូនបាទ 2x អានេះ1គុណបងប្អូនណាវ៉ាវ color គឺធម្មជាតិយកហ្មងបងប្អូន color ធម្មជាតិល្អមែនតើឥឡូវខ្ញុំសាក zoom ទៅលើអាគីខាងលើខ្ញុំ zoom យកទៅយកទឹកនៅខាងលើដបហ្នឹងបងប្អូន zoom ទៅលើទឹកបាទខ្ញុំថតហើយឥឡូវយើងចូលទៅមើលរូបភាពទាំងអស់គ្នាបងប្អូនណាបាទចូលមើលរូបភាពទៅយកទាំងអស់គ្នាអូទៅយកឲ្យ detail ល្អមែនតើបងប្អូនវាឲ្យច្បាស់មិនមែនអត់ច្បាស់ណាបងប្អូនណាឲ្យច្បាស់ប៉ុន្តែបើឲ្យ detail 100% គឺมันអាចទេបងប្អូនណាព្រោះដោយសារវានៅឆ្ងាយមែនតើបងប្អូនមើលចាក់ស្ដែងទៅបាទឥឡូវបងប្អូនខ្ញុំមកសាក macro mode ជាមួយនឹងចអបន្តិចបងប្អូនណាឥឡូវខ្ញុំដាក់ macro mode ជាមួយនឹង 10x បាទ 10x លើ macro mode បងប្អូនឥឡូវខ្ញុំថតចប់ហើយឥឡូវខ្ញុំចូលទៅមើល 10x នៃ macro mode បាទទី update រហូតយើងអត់ update ទេបងប្អូនអូឲ្យ detail ល្អមែនទែនបងប្អូនណាឃើញ ROM ឃើញអីអស់លីងថតឡើងឃើញ ROM ហ្មងណាបងប្អូនណាវ៉ាវញាក់សាច់អូកប់សេរីមែនទែនឥឡូវអ្នកនរគ្នានេះគឺជាកាមេរ៉ា selfie ខាងមុខរបស់ Pura 80 Ultra បងប្អូនណា
camera selfie ខាងមុខនេះគឺអែមែនទេបងប្អូនណាអែមែនទេតាក់ទងជាមួយនឹងសមត្ថភាពរបស់វានៃការថតរូបនេះគឺទៅលើចេញមកគឺឲ្យ detail ល្អហើយតាក់ទងដែលខ្ញុំកំពុងតែថតនេះគឺ 4K 30 fps បាទវាមាន Y តោះមកខ្ញុំដាក់1គុណតោះមកខ្ញុំដាក់ 2x បាទ 2x គឺមុខយើងឡើងចិត្តមែនទេបាទនេះតលីមកវិញបាទតលីមកវិញបាទ wow ធម្មតាបងប្អូនសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូ 4K 30 fps ដែលខ្ញុំថតចេញពី lens ខាងក្រោយបងប្អូនណាសម្រាប់នេះខ្ញុំថតដើរចេះមើលខ្ញុំថតមើលបងប្អូនមើលចាក់ស្ដែងណាមើលខាងក្រោយតើវាអាចប្រហែលគុណដែរវ៉ាវមើលអូសម្រាប់វីដេអូទៅលើ Huawei គឺស្រួលបានតែ20គុណណាបងប្អូនណាប៉ុន្តែសម្រាប់ការស្រួលមកវាគឺ smooth បងប្អូនណា smooth វាមានការកាត់ស្លាកបន្តិចបងប្អូននេះកាត់កន្លែងខ្ញុំចាប់ពី 3x 89mm ណា 3.7x បាទវាទងដូរកញ្ចាក់តិចបងប្អូនលោកវាហ្នឹងគឺ smooth បងប្អូន smooth វាឆ្លាស់លេននៅពេលដែលវាឆ្លាស់លេនគឺវាដូរបងប្អូនណាបងប្អូនមើលចាក់ស្ដែងទៅឥឡូវខ្ញុំបែរមកខ្ញុំវិញបាទឃើញអត់បងប្អូនមើលទៅមកចាក់ស្ដែងពលឺមិនដែរសម្រាប់កាមេរ៉ា selfie ខាងក្រោយជាមួយនឹង Huawei Pura 80 Ultra បាទវ៉ាញាក់សាច់នៅតែល្អនៅការប្រើប្រាស់នៅតែល្អមែនទែនឥឡូវខ្ញុំសាកស្រួលមើល smooth ណាស់បងប្អូនណាអូអស់បងមែនទែនបងប្អូនខ្ញុំប្រើតែ 30 fps ទីទូទៅយើងថត walk in ដើរអញ្ចឹងយើងគួរតែប្រើ 60 ប៉ុន្តែខ្ញុំប្រើតែ 30 បងប្អូនណាដោយសារយើងអត់មានពេលវេលាថតបានយូរបាទឥឡូវខ្ញុំថតចិត្តអូនេះវីដេអូរបស់វាថតមកឲ្យ detail ស្អាតបងប្អូនណាបែបធម្មជាតិមែនតើបាទអរគុណជំរាបលាអ្នកនរគ្នាការប្រើប្រាស់ទូទៅខ្ញុំគឺខ្ញុំស្រឡាញ់បងប្អូនស្រឡាញ់ខ្ញុំនៅតែស្រឡាញ់ខ្ញុំអត់បានតេស្តយូរខ្ញុំចង់មានពេលវេលាមួយដែលខ្ញុំធ្វើ spec ខ្ញុំចង់តេស្តកាមេរ៉ាថតមួយខ្ញុំចង់ថតវីដេអូជាមួយស្លឹកដាក់ជូនបងប្អូនណាទីមួយខ្ញុំត្រូវការចាយពេលមែនតើបាទត្រូវការចាយពេលមែនតើទៅលើការធ្វើវាតេស្ត gaming តេស្តវីដេអូតេស្តបន្ទុករបស់វាបាទគឺយើងត្រូវការច្រើនតែនេះគឺខ្ញុំអត់បានតេស្តច្រើនទេគឺខ្ញុំដាក់គោលបង្ហាញជូនបងប្អូនបាទអត់អាចតេស្តបានទាំងអស់ទេបងប្អូនបាទគឺខ្ញុំចង់និយាយថាវានៅតែ the best នៅតែល្អបំផុតបាទស្អាតអរគុណច្រើនជំរាបលាអ្នកនរគ្នាបាយបាយសម្រាប់បងប្អូនដែលចង់បានទូរស័ព្ទបាទឬក៏ចង់ទិញលក់វាយដូរបងប្អូនអាចមកដល់ទីតាំងបានសម្រាប់បងប្អូននៅខេត្តអាចកម្មង់ក៏បានដែរបងប្អូនទូទាត់ខាងខ្ញុំនឹងផ្ញើជូនអីវ៉ាន់ជូនបងប្អូនបាទនិយាយចំរ៉ូស៊ីគឺយើងស្មោះត្រង់ជូនដល់អតិថិជនបាទសម្រាប់ការកម្មង់គឺយើងធានាអីវ៉ាន់ដូចអ្វីដែលយើងបានបង្ហាញនៅក្នុងវីដេអូចឹងបងប្អូនបាទអរគុណច្រើនជម្រាបលាអ្នកទាំងអស់គ្នាហេងទាំងអស់គ្នាបាយបាយ